អូខេតើតើនឹងសំណួរបងសូមនិយាយពីប្រទេសប៉ូឡូញមួយមកខ្ញុំមានគោលបំណងទៅរស់នៅទីនោះអូខេអ៊ំសម្រាប់ប្រទេស Poland ដែលយើងហៅខ្មែរយើងថាប្រទេសប៉ូឡូញនោះបងធ្លាប់ទៅ visit ពីមុនហើយចំពោះទីក្រុងដែលបងទៅនៅក្នុងប្រទេសប៉ូឡូញហ្នឹងគឺទីក្រុងធំដែលយើងហៅថា Warsaw ដែលនៅភាគខាងកើតហើយចំពោះទីក្រុងដែលបងធ្លាប់បានទៅ visit ហ្នឹង Warsaw ហ្នឹងគឺភាគច្រើនអ្នករស់នៅទីហ្នឹងគឺគាត់មានភាពរួសរាយរាក់ទាក់ជាងភាគខាងផ្សេងអញ្ចឹងណាហើយចំពោះរបៀបរបបនៃការរស់នៅទីនោះបងគិតថាប្រហែលជាអូនអត់អីទេព្រោះដោយសារទោះមានសម្បូរទៅដោយជាតិសាសន៍ចម្រុះរស់នៅទីនោះច្រើនមែនក្តីប៉ុន្តែក៏មានខាងប៉ែកអាស៊ីយើងទៅរៀននឹងរស់នៅទីនឹងច្រើនដូចគ្នាហើយចំពោះតកតូនជាមួយនឹងខាងសាលាដែលអូនអាចចង់ទៅរៀនឬក៏ទៅធ្វើការអីផ្សេងៗហ្នឹងគេនៅហ្នឹងក៏មានសាលា top ជាច្រើនជាទៅ high education នៅហ្នឹងក៏មានច្រើនដូចគ្នាហើយតកតូនជាមួយនឹង public transportation វិញបងគិតថាពេលដែលបងទៅហ្នឹងគឺវាបងមានអារម្មណ៍ថារៀងញ៉ៃតិចដោយសារតែបើមិនថា tram មិនថារថភ្លើងមិនថាឡានក្រុងអីវារៀង different ពីប៉ែកអឺរ៉ុបណាពេលដែលយើងមើលទៅហ្នឹងវាប្រហែលគ្នាវាមើលទៅស្តៀងគ្នាខ្លាំងមែនតើតែជាក់ស្ដែងពេលដែលយើងអនុវត្តនៃការជិះប្រភេទ tram train ហើយនិង bus អីហ្នឹងគឺនិយាយទៅវាខុសប្លែកគ្នាច្រើននិយាយទៅយើងមើលទៅខុសគ្នាតិចតួចនៅក្នុងនឹង app អញ្ចឹងខុសតាខ្សែឬក៏អីលេខក្បាលមើលទៅឈ្មោះដូចគ្នាប៉ុន្តែត្រូវផ្ទៀងលេខផងសម្រាប់ឡានក្រុងហ្នឹងនិយាយទៅបង new experience ដែរដោយសារមុនបងគិត confuse ថាវាដូចគ្នាតែដូចគ្នាទាំងស្រុងទេខាងប៉ែកអឺរ៉ុបអញ្ចឹងបើសម្រាប់បងគិតថាបើសិនជាទៅរស់នៅឬក៏ទៅរៀននៅហ្នឹងបងគិតថាមិនជាអ្វីទេអាចយើងឲ្យតែពូកែសម្របខ្លួនទៅតាមបរិបទអញ្ចឹងណាលោអូនឯងនៅអាស៊ីសុកផ្លាស់ប្ដូរទៅនៅខាងប៉ែកអឺរ៉ុបខាងជាតិសាសន៍គេផ្សេងចម្រុះច្រើនពេកទៅអាចមើលទៅតាមនឹងអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ព័ត៌មានផ្សេងៗហ្នឹងគឺយោងទៅតាមបទពិសោធន៍បងផ្ទាល់ដែលបងធ្លាប់បានទៅលេងនៅហ្នឹងហើយក៏បងបានធ្វើការ research បន្ថែមដែរតាក់ទងជាមួយនឹងព័ត៌មាន education ឬក៏អីផ្សេងៗហ្នឹងអញ្ចឹងបើសិនជាអូននៅឆ្ងល់ឬក៏មានសំណួរអីបន្ថែមអាចធ្វើការសាកសួរបន្ថែមតទៀតបានបើសិនជាកន្លែងបងខ្វះចន្លោះណាដែលបងអត់បាន mention ប្រាប់បន្ថែមព័ត៌មានទៅកាន់អូនឯងអញ្ចឹងឬក៏ចង់ដឹងឆ្ងល់អីផ្សេងទៀតអញ្ចឹងទៅអូខេអញ្ចឹងបងមានតែប៉ុណ្្នឹងទេអរគុណច្រើនអូនបាយបាយ